ជំរាបសួរបងប្អូនជនរួមជាទីគោរពថ្ងៃនេះគឺជាថ្ងៃអង្គារ15កើតដាច់ខែមិញឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី3ខែកុម្ភៈគ្រិស្តសករាជ2015នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅលោកអ្នកនាងជាទីមេត្រីថ្ងៃនេះជាថ្ងៃបុណ្យព្រះពុទ្ធសាសនានៃប្រទេសកម្ពុជាឬហៅថាបុណ្យមាឃបូជាដែលមន្ត្រីរាជការនិងបុគ្គលិកក្រុមហ៊ុនឈប់សម្រាកពីការងាររយៈពេល1ថ្ងៃអត្ថន័យពិធីបុណ្យមាឃបូជាគឺជាការរំលឹកដល់សាវកសន្និបាតនៃព្រះសក្យមុនីសម្មាសម្ពុទ្ធដ៏អស្ចារ្យដែលកម្រនឹងកើតមានហើយត្រូវបានចាត់ទុកជាថ្ងៃប្រវត្តិសាស្ត្រនៅក្នុងសាសនាព្រះពុទ្ធភាពអស្ចារ្យទី1ការប្រជុំសាវកប្រកបដោយអង្គ4ឬហៅថាចតុរង្គសន្និបាតដែលមានតែម្ដងគត់ក្នុងព្រះពុទ្ធសាសនាហើយការជួបជុំប្រកបដោយអង្គ4នោះមានដូចជាអង្គទី1ជាថ្ងៃពេញបរមីទី15កើតខែមិញអង្គទី2ការជួបជុំនោះមានភិក្ខុចំនួន1250រូបអង្គទី3ការជួបប្រជុំភិក្ខុទាំង1250រូបនិងជាការជួបដោយឯងមិនមានការណាត់ទុកអង្គទី4អង្គប្រជុំសាវកសុទ្ធតែជាព្រះអរហន្តដែលបានសម្រេចនៅអភិញ្ញាណ6មានន័យថាអង្គសាវកសុទ្ធតែជាអ្នកចេះហោះហើរទាំងអស់នៅក្នុងការប្រជុំនោះមានចំណុចសំខាន់មួយដែលគួរឲ្យកត់សម្គាល់ព្រះអង្គបានប្រកាសនៅអាវាតបតិមោខៈដែលព្រះអង្គបានសម្ដែងនៅពាក្យទូមានខ្លីៗប៉ុន្តែមានន័យខ្លឹមសារហៅថាបេះដូងនៃសាសនាបេះដូងនៃព្រះធម៌ភាពអស្ចារ្យទី2និយាយពីការដាក់ព្រះជន្មាយុសង្ខារនៅថ្ងៃអាទិត្យទី15កើតខែមិញព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសដាក់ជន្មាយុសង្ខារថាមនីភិក្ខុទាំងឡាយអំណេះពីនេះទៅ3ខែខាងមុខតថាគតនឹងចូលបរិនិព្វានការដាក់ជន្មាយុសង្ខារនេះគឺជាការបង្ហាញនៅសភាពមិនទៀងនៃសង្ខារដែលកើតមកហើយរមែងរលត់ទៅវិញជាធម្មតាដើម្បីឲ្យយើងទាំងអស់គ្នាបានពិចារណាថាសត្វលោកទាំងអស់គឺស្ថិតក្នុងភាពមិនទៀងទាត់គ្មាននរណាម្នាក់អមតៈឡើយសូម្បីតែព្រះអង្គបានត្រាស់ជាព្រះសម្មាសម្ពុទ្ធហើយក៏គង់នឹងចូលបរិនិព្វានដែរនេះជាចំណុចសំខាន់ដែលព្រះអង្គបានផ្ដល់ការគិតមួយដ៏ធំដល់សត្វលោកគឺថាមុនពេលដែលយើងស្លាប់តើយើងត្រូវធ្វើអ្វីខ្លះយើងបានកសាងស្នាដៃអ្វីខ្លះកសាងសេចក្តីល្អអ្វីខ្លះបានដោះខាត់សម្អាតចិត្តប្រព្រឹត្តខ្លួនឲ្យមមមួនអ្វីខ្លះបានផលប្រយោជន៍អ្វីខ្លះដល់ខ្លួនឯងនិងអ្នកដទៃហើយនេះក៏ជាការពញ្ញាស្មារតីដើម្បីឲ្យជនទាំងឡាយយកដំណើរនេះមកគិតពិចារណាគណៈកម្មការទី7រដ្ឋសភានឹងទៅសិក្សានៅភ្នំបូកគោតាក់ទងនឹងភ្ញៀវទេសចរវៀតណាមតាមការចុះផ្សាយរបស់គេហទំព័រអស៊ីសេរីបានឲ្យដឹងថាប្រធានគណៈកម្មការទី7នៃរដ្ឋសភាទទួលបន្ទុកវប្បធម៌និងទេសចរអះអាងថានៅថ្ងៃពុធដើមសប្តាហ៍ខាងមុខនេះគ្រូនឹងដឹកនាំគណៈប្រតិភូមួយក្រុមចុះសិក្សានិងត្រួតពិនិត្យបញ្ហាមិនប្រក្រតីមួយចំនួនដែលកំពុងកើតឡើងនៅលើភ្នំបូកគោជាពិសេសភ្ញៀវទេសចរវៀតណាមទៅសមាធិធម៌នៅលើភ្នំបូកគោគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈលោកយ៉ែមពញ្ញរិទ្ធជាសមាជិកសភាមកពីគណៈបកសង្គ្រោះជាតិដែលជាប្រធានគណៈកម្មការទី7រដ្ឋសភាទទួលបន្ទុកអប់រំយុវជនកីឡាធម្មការកិច្ចការសាសនាវប្បធម៌និងទេសចរអះអាងថាថ្មីបើលោកបានទទួលរបាយការណ៍ម្ដងរួចហើយរបស់ក្រសួងវប្បធម៌ដែលចុះស្រាវជ្រាវកាលពីចុងខែធ្នូអំពីរឿងភ្នំបូកគោកន្លងទៅក៏លទ្ធផលនៃការស្រាវជ្រាវនោះហាក់នៅមានមន្ទិលសង្ស័យជាច្រើនទៀតនៅឡើយមន្ត្រីមួយក្រុមរបស់ក្រសួងវប្បធម៌បានចុះស្រាវជ្រាវម្ដងរួចមកហើយកាលពីថ្ងៃទី19ខែធ្នូអំពីជនអន្តោប្រវេសន៍វៀតណាមទៅធ្វើសមាធិនៅលើភ្នំបូកគោជាលទ្ធផលនៃការស្រាវជ្រាវនេះក្រសួងវប្បធម៌បានបង្ហាញថាពិតជាមានវៀតណាមធ្វើសមាធិមែនក៏ប៉ុន្តែនោះមិនធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីនិងវប្បធម៌របស់កម្ពុជាទេបើទោះជាបែបណាលោកយ៉ែមពញ្ញរិទ្ធឲ្យដឹងនៅថ្ងៃទី1កុម្ភៈថាដើម្បីឲ្យដឹងកាន់តែច្បាស់ជាងនេះបន្ថែមទៀតលោកនឹងដឹកនាំគណៈប្រតិភូមួយក្រុមចុះទៅដល់ទីនោះវិញម្ដងលោកអះអាងថាដើម្បីសិក្សាឲ្យបានស៊ីជម្រៅនិងវិភាគឲ្យដល់បញ្ហាត្រូវស្រាវជ្រាវដោយផ្ទាល់ដល់ទីកន្លែងលោកយ៉ែមពញ្ញរិទ្ធអះអាងថាព្រោះរវាងរបាយការណ៍ដែលលោកទទួលបាននិងព័ត៌មាននៅក្រៅហាក់បញ្ច្រាស់គ្នាឆ្ងាយណាស់ជុំវិញរឿងនេះបើដោយអ្វីដែលលោកយ៉ែមពញ្ញរិទ្ធលើកឡើងនេះគណៈកម្មការទី7នៃរដ្ឋសភានឹងចុះទៅស្រាវជ្រាវនៅថ្ងៃទី11ខែកុម្ភៈខាងមុខនេះលោកបូសំណាងប្រធានមជ្ឈមណ្ឌលជាតិនិងសិលធម៌សង្គមចាត់ទុកថានេះជាការធ្វើប្រហែសរបស់អាជ្ញាធរកម្ពុជាក្នុងការត្រួតពិនិត្យជំវិញការចិញ្ចោល
លោកថ្លែងបន្តថាប្រទេសកម្ពុជាប្រៀបដូចជាតំបន់ដែលជាសត្វដទៃងាយចេញចូលបំផុតបើប្រៀបធៀបប្រទេសជិតខាងលោកអះអាងទៀតថានេះគឺជាក្តីកង្វល់មួយដែលរដ្ឋាភិបាលគប្បីពង្រឹងច្បាប់ឲ្យបានម៉ឺនម៉ាត់ជាជាងគិតផលប្រយោជន៍ជាធំភ្នំបូកូបានក្លាយជាតំបន់ដ៏ចម្រូងចម្រាសថ្មីមួយទៀតពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍វៀតណាមបើទោះជាបែបណាពីខាងភាគីរដ្ឋាភិបាលវិញបានបង្កើតគណៈកម្មការចុះស្រាវជ្រាវជាច្រើនដងមកហើយនៅទីនោះក៏ប៉ុន្តែជាលទ្ធផលនៃអង្កេតបញ្ជាក់ថាពុំមានការតាំងសមាធិឬវៀតណាមអាចនឹងប្រើប្រាស់តំបន់ភ្នំបូកូនេះដើម្បីទិសដៅផ្សេងនោះទេផ្ទុយពីនេះការស្រាវជ្រាវចុងក្រោយរបស់ក្រសួងវប្បធម៌វិញរកឃើញថាពិតជាមានវៀតណាមធ្វើសមាធិនៅទីនោះតែមិនធ្វើឲ្យប៉ះពាល់អ្វីនោះទេលោកហ៊ុនសែនបានបញ្ជាក់ថាគ្មានវិរិយអគ្គិសនីនៅអរ៉ែងទេបើផលប៉ះពាល់ច្រើនជាងផលចំណេញបើយោងតាមគេហទំព័រ RFE បានចុះផ្សាយថាប្រមុខរដ្ឋាភិបាលកម្ពុជាបានអះអាងថារដ្ឋាភិបាលកម្ពុជានឹងមិនអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតំបន់អរ៉ែងនៅក្នុងខេត្តកោះកុងនោះទេប្រសិនបើការសិក្សារកឃើញថាការបាត់បង់ចេញពីការអភិវឌ្ឍនេះមានទំហំធំខ្លាំងជាងផលប្រយោជន៍លោកនាយរដ្ឋមន្ត្រីហ៊ុនសែនបានលើកឡើងដូចនេះនៅក្នុងលិខិតឆ្លើយតបមួយទៅនឹងសំណើរបស់លោកស្រីតែច័ន្ទម៉ានីតំណាងរាស្ត្របកប្រឆាំងតាក់ទងនឹងទំនប់វារីអគ្គិសនីនៅតំបន់អរ៉ែងនៅក្នុងលិខិតឆ្លើយតបតាមរយៈប្រធានរដ្ឋសភាកាលពីថ្ងៃទី15មករាដែលលោកស្រីតែច័ន្ទម៉ានីទើបបានទទួលកាលពីថ្ងៃច័ន្ទលោកហ៊ុនសែនបានបញ្ជាក់ថាចំពោះការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅក្នុងតំបន់អរ៉ែងរដ្ឋាភិបាលមិនមានទស្សនៈដាច់ខាតចំពោះបញ្ហាអភិរក្សហើយក៏មិនប្រកាន់នូវទស្សនៈនៃការអភិវឌ្ឍកັບមុខនោះដែរអ្វីដែលរដ្ឋាភិបាលធ្វើគឺថ្លឹងថ្លែងដោយឈរលើផលប្រយោជន៍និងការខាតបង់តាមរយៈការសិក្សាស្រាវជ្រាវនិងការវិនិច្ឆ័យតម្លៃច្បាស់លាស់លិខិតនេះគឺជាការឆ្លើយតបទៅនឹងសំណើរបស់លោកស្រីតែច័ន្ទម៉ានីលេខាធិការនៃគណៈកម្មការទី3នៃរដ្ឋសភានិងជាតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិដែលបានដាក់ទៅរដ្ឋាភិបាលតាមរយៈប្រធានរដ្ឋសភាកាលពីថ្ងៃទី25កញ្ញាឆ្នាំ2014ក្នុងលិខិតនោះលោកស្រីតែច័ន្ទម៉ានីបានស្នើរដ្ឋាភិបាលកម្ពុជាធ្វើការអន្តរាគមន៍ទៅក្រសួងឬស្ថាប័នដែលពាក់ព័ន្ធក្នុងការបញ្ឈប់ការកាប់ព្រៃឈើនិងជួយអភិរក្សព្រៃសត្វព្រៃនិងពូជត្រីមាននៅក្នុងតំបន់អរ៉ែងក្នុងខេត្តកោះកុងស្នើបញ្ឈប់គម្រោងវារីអគ្គិសនីនិងជួយកែប្រែតំបន់អរ៉ែងឲ្យទៅជាតំបន់អេកូទេសចរណ៍លោកហ៊ុនសែនបានលើកឡើងថារដ្ឋាភិបាលពុំធ្លាប់បានអនុញ្ញាតឲ្យមានការកាប់ព្រៃឈើនៅតំបន់អរ៉ែងនោះទេជានេះទៅទៀតរដ្ឋាភិបាលបាននឹងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ដើម្បីការពារធនធានធម្មជាតិនៅក្នុងតំបន់នោះទៀតផងបើតាមរដ្ឋាភិបាលទំនប់វារីអគ្គិសនីជាអរ៉ែងត្រូវការផ្ទៃដីប្រមាណតែ 9% ប៉ុណ្ណោះនៃផ្ទៃដីសរុបដើម្បីបង្កើតជាអាងទឹកទំនប់និងស្ថានីយ៍ហើយផ្ទៃដីនៅសល់ប្រមាណ 91% ទៀតជាតំបន់ព្រៃដែលត្រូវធ្វើការអភិរក្សនិងថែទាំដែលនេះនឹងធ្វើតំបន់អរ៉ែងក្លាយទៅជាអេកូទេសចរណ៍មួយដ៏ទាក់ទាញលើសពីលក្ខណៈធម្មជាតិដើមទៅទៀតចំណែកសំណើសុំបញ្ឈប់គម្រោងវារីអគ្គិសនីនៅតំបន់អរ៉ែងវិញប្រមុខរដ្ឋាភិបាលកម្ពុជាបានផ្ដល់យ៉ាងលម្អិតអំពីផលប៉ះពាល់និងផលប្រយោជន៍នៅក្នុងលិខិតឆ្លើយតបរបស់ខ្លួនតែយ៉ាងណារដ្ឋាភិបាលអះអាងថាការអភិវឌ្ឍតំបន់អរ៉ែងនេះគឺកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាស្រាវជ្រាវនៅឡើយក៏ប៉ុន្តែលោកហ៊ុនសែនបានគូបញ្ជាក់ថាការសម្រេចបន្តសាងសង់និងបញ្ឈប់គម្រោងអភិវឌ្ឍទំនប់វារីអគ្គិសនីតំបន់អរ៉ែងគឺអាស្រ័យលើការថ្លឹងថ្លែងរវាងផលប្រយោជន៍ដែលទទួលបាននិងផលប៉ះពាល់ផ្នែកសង្គមនិងបរិស្ថានយ៉ាងណាក៏ដោយលោកស្រីតែច័ន្ទម៉ានីតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិបានជំរុញឲ្យរដ្ឋាភិបាលអនុវត្តទៅតាមអ្វីដែលខ្លួនបានលើកឡើងនៅក្នុងលិខិតនេះលោកស្រីសង្កត់ធ្ងន់ថាគណៈកម្មការទី3នៃរដ្ឋសភានឹងនៅតែបន្តតាមដានករណីអភិវឌ្ឍទំនប់វារីអគ្គិសនីនៅក្នុងតំបន់អរ៉ែងបន្តទៀតដើម្បីបញ្ជាក់ថាគម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះមិនផ្ដល់ផលប៉ះពាល់ខ្លាំងដល់បរិស្ថាននិងប្រជាពលរដ្ឋនៅក្នុងតំបន់នោះសូមបញ្ជាក់ថាគម្រោងសាងសង់ទំនប់វារីអគ្គិសនីតំបន់អរ៉ែងក្នុងខេត្តកោះកុងបានផ្ដើមឡើងតាំងពីមុនឆ្នាំ1970ហើយបច្ចុប្បន្ននេះក្រុមហ៊ុនចិនស៊ីណូហៃដ្រូដែលទទួលបានសិទ្ធិអភិវឌ្ឍពីរដ្ឋាភិបាលកំពុងធ្វើការសិក្សានិងវិតម្លៃពីផលប៉ះពាល់នៃការអភិវឌ្ឍនោះអ្នកភូមិខេត្តកោះកុងធ្វើការតវ៉ាម្ដងទៀតប្រឆាំងក្រុមហ៊ុនចំការអំពៅលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រ Cambodia Daily បានឲ្យដឹងថាអ្នកភូមិខេត្តកោះកុងដែលមិនត្រូវបានរាប់បញ្ចូលនៅក្នុងកិច្ចព្រមព្រៀងផ្ដល់សំណងដែលអ្នកជិតខាងរបស់ខ្លួនមួយចំនួនទទួលបានចំពោះការបាត់បង់ដីធ្លីទៅលើចំការអំពៅនោះ
បានប្រមូលហត្ថលេខាប្រហែល300លើញត្តិមួយទាមទារឲ្យរាប់បញ្ចូលពួកគាត់ទៅក្នុងការផ្ដោតសំណងហើយសង្ឃឹមថានឹងប្រមូលឲ្យបានច្រើនជាងនេះទៀតមុនពេលដាក់ទៅសមាជិកសភាអ្នកភូមិរាប់រយគ្រួសារក្នុងខេត្តនេះបានចោទប្រកាន់ក្រុមហ៊ុនចំការអំពើ2ការកាប់ដោយជនជាតិថៃដែលពីដំបូងជារបស់លោកលីយ៉ុងផាត់សមាជិកប្រសិទ្ធិគណៈបកប្រជាជនកម្ពុជាថាបានប្លន់យកដីដែលពួកគាត់បានធ្វើស្រែចម្ការរយៈពេលច្រើនទសវត្សរ៍មកហើយនិងបានរូបផ្ទះរបស់ពួកគាត់អ្នកភូមិ200គ្រួសារក្នុងចំណោមគ្រួសារទាំងនោះបានប្តឹងក្រុមហ៊ុន That and Lil ជាក្រុមហ៊ុនស្ករសអង់គ្លេសក្នុងទីក្រុងឡុងថាបានទទួលប្រយោជន៍ពីក្រុមហ៊ុនចំការអំពើនេះជាចំណាត់ការដែលពួកគាត់មួយចំនួនទទួលបានសំណងជាប្រាក់រហូតដល់ទៅ$2000អំឡុងការចរចារកដំណោះស្រាយឥឡូវនេះគ្រួសារមួយចំនួនដែលលើកឡើងថាពួកគាត់យល់ព្រមឈប់ធ្វើការតវ៉ានឹងក្រុមហ៊ុនចំការអំពើនេះច្រើនឆ្នាំមកហើយជាថ្នូរនឹងការសន្យាផ្ដល់សំណងដែលមិនដែលទទួលបាននោះជាថ្មីម្ដងទៀតបានស្នើសុំចំណែករបស់ខ្លួនគេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈលោកង៉ែតសឹមបាននិយាយកាលពីម្សិលមិញថាក្រុមគ្រួសាររបស់គាត់ស្ថិតក្នុងចំណោមគ្រួសារដែលបានបាត់បង់ដីធ្លីរបស់ខ្លួនទៅឲ្យក្រុមហ៊ុនចំការអំពើនេះប៉ុន្តែបានយល់ព្រមបញ្ឈប់ការតវ៉ានៅឆ្នាំ2007នៅពេលដែលលោកឆៃវុតមេឃុំជីខលើស្រុកស្រែអំបិលបានសន្យាឲ្យក្រុមហ៊ុនចំការអំពើនេះផ្ដល់សំណងដល់ពួកគាត់ជាថ្នូរលោកង៉ែតសឹមបានមានប្រសាសន៍ថាពួកគាត់មិនដែលទទួលបានប្រាក់ឡើយហើយនៅពេលពួកគាត់ទទួលបានព័ត៌មានថាគ្រួសារដទៃទៀតមិនបានឈប់ធ្វើយុទ្ធនាការទាមទារសំណងទទួលបានសំណងលោកនិងអ្នកដទៃទៀតបានចូលរួមធ្វើការតវ៉ាលោកបាននិយាយថាមូលហេតុដែលធ្វើការម្ដងទៀតពីព្រោះយើងបានរងចាំដំណោះស្រាយជាយូរមកហើយយើងត្រូវអាជ្ញាធរបោកប្រាស់យើងបានប្រមូលមេដាយប្រហែល300ពីគ្រួសារនានាហើយយើងនឹងដាក់ជូនទៅគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភាលោកង៉ែសឹមបាននិយាយថាក្រុមអ្នកភូមិចង់ប្រមូលស្នាមមេដាយឲ្យបានច្រើនមុនពេលដាក់ញត្តិប៉ុន្តែលោកសង្ឃឹមថានឹងធ្វើនៅដំណាច់ខែនេះរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានជាប់ពាក់ព័ន្ធអំពើពុករលួយបទល្មើសព្រៃឈើបើយោងតាមគេហទំព័រអស៊ីសេរីបានចុះផ្សាយថាក្រុមអ្នកអភិរក្សព្រៃឈើនៅកម្ពុជារកឃើញថាបទល្មើសព្រៃឈើភាគច្រើនគឺនៅក្រៅពីឈ្មួញក៏នៅមានមន្ត្រីយោធា PM បរិស្ថាននិងមន្ត្រីរដ្ឋាភិបាលព្រៃឈើជាដើមក៏ជាអ្នកដែលមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះខ្លាំងជាងគេដែរស្របពេលបទល្មើសព្រៃឈើនៅកម្ពុជាបានក្លាយជាប្រធានបទដ៏រសើបនោះដែលឡែកអង្គភាពប្រជាអំពើពុករលួយវិញបានប្រកាសថាខ្លួននឹងបើកការស៊ើបអង្កេតទៅលើមន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានជិត50នាក់អ្នកទាំងនោះសង្ស័យថាមានជាប់ពាក់ព័ន្ធអំពើពុករលួយក្នុងរឿងព្រៃឈើនេះព្រៃឈើគឺជាប្រព័ន្ធការពារបរិស្ថានដ៏សំខាន់កម្ពុជាបាត់បង់ព្រៃឈើជាច្រើនតាមរូបភាពផ្ដោតដីសម្បត្តិសេដ្ឋកិច្ចឲ្យក្រុមហ៊ុនវិនិយោគមានក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគមួយចំនួនដូចជាក្រុមហ៊ុន CRCK នៅព្រៃឡង់ក្រុមហ៊ុន Timber Green នៅខេត្តកោះកុងជាដើមភាគច្រើនសកម្មភាពទាំងនោះរបស់ក្រុមហ៊ុនចូលប្រមូលអនុផលព្រៃឈើជាជាងទទួលបានសិទ្ធិហើយយកទៅអភិវឌ្ឍក្នុងមួយឆ្នាំមានឈើជាច្រើនម៉ឺនម៉ែត្រគូបត្រូវបានកាប់បំផ្លាញដោយខុសច្បាប់ចេញពីព្រៃរនាមព្រៃស្រោងនិងតំបន់ព្រៃឡង់ហើយដឹកយកទៅលក់នៅក្រៅប្រទេសគេហទំព័រដដែលនេះបានលើកឡើងឲ្យដឹងតាមរយៈប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាលោកអ៊ូចលេងថ្លែងថាមូលហេតុដែលនាំឲ្យឈ្មួញឈរប្រព្រឹត្តបទល្មើសហើយមិនដែលត្រូវបានចាប់ខ្លួននោះដោយសារតែពួកគេគឺជាមនុស្សដែលស្និទ្ធបំផុតជាមួយលោកនាយរដ្ឋមន្ត្រីហ៊ុនសែននិងខ្សែស្រឡាយរបស់លោកយ៉ាងណារដ្ឋាភិបាលក្នុងពេលកន្លងទៅបានព្យាយាមបំផុសឲ្យប្រជាពលរដ្ឋដាំដើមឈើឡើងវិញនិងឲ្យចេះស្រឡាញ់ធម្មជាតិនិងថែរក្សាបរិស្ថានឲ្យបានល្អក៏ប៉ុន្តែសម្រាប់ក្រុមអភិរក្សព្រៃឈើនៅកម្ពុជាយល់ឃើញថាការស្ដារឡើងវិញតាមរយៈការដាំដើមឈើនេះមិនសមាមាត្រទៅនឹងការកាប់ព្រៃឈើយ៉ាងរង្គាលរបស់ក្រុមឈ្មួញនិងអ្នកវិនិយោគនោះឡើយអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជារកឃើញកាលពីឆ្នាំ2013ថាគម្របព្រៃឈើទាំងមូលនៅសល់ប្រមាណ 28% ប៉ុណ្ណោះនៃផ្ទៃព្រៃឈើសរុបដែលមានចំនួន10លានហិកតានៅចន្លោះឆ្នាំ1979រហូតដល់ឆ្នាំ1992ដែលឡែកអង្គការឃ្លាំមើលពិភពលោករកឃើញថាចំណូលដែលបានមកពីអនុផលព្រៃឈើមិនត្រូវបានចូលទៅក្នុងថវិការដ្ឋទេបញ្ហានេះបានធ្វើឲ្យកម្ពុជាត្រូវបាត់បង់ថវិកាប្រមាណ$2000លានអាមេរិកចាប់តាំងពីឆ្នាំ1993ដល់ឆ្នាំ2001ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាលោកអ៊ុចលេងបានមានប្រសាសន៍ថានៅពេលដែលឆាប់ខាងមុខនេះលោកនឹងដាក់របាយការណ៍ស្ដីពីបទល្មើសព្រៃឈើទៅរដ្ឋាភិបាលនៅក្នុងរបាយការណ៍នោះលោកបញ្ជាក់ថាគឺសុទ្ធតែមន្ត្រីធំៗនៅក្នុងជួររដ្ឋាភិបាលដែលមានងារជាអង្គញាយោធានិងឈ្មោះដែលស្និទ្ធនឹងគណៈបកប្រជាជនកម្ពុជាមិនតិចជាង3000នាក់ទេក្នុងអំឡុងពេល75ឆ្នាំកន្លងទៅនេះ
យ៉ាងណាលោកអ៊ុយលេងហាក់មានជំនឿតិចតួចដែលថារដ្ឋាភិបាលអាចនឹងចាត់វិធានការប្រឆាំងមន្ត្រីដែលមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើទាំងនោះបើទោះជាច្បាប់ស្តីពីការគ្រប់គ្រងព្រៃឈើដែលបានអនុម័តកាលពីឆ្នាំ2002ហើយបានដាក់ឲ្យប្រើប្រាស់រួចហើយក៏ដោយនិងថែមទាំងកំណត់ថាបទល្មើសព្រៃឈើគឺជាបទឧក្រិដ្ឋក៏ដោយក៏សង្កេតឃើញថាអ្នកកាប់ព្រៃឈើនៅតែត្រូវបានរួចខ្លួនហើយអាចធ្វើមានព្រោះតែបទល្មើសព្រៃឈើនេះថែមទៀតផងមានឧទាហរណ៍ស្រាប់ដូចជាលោកអង្គញាត្រីភិបជីឈ្មោះរស់ស៊ីឈើដល់ល្បីឈ្មោះមិនត្រូវបានរដ្ឋាភិបាលកោះហៅឬដាក់ទោសទណ្ឌប្រឆាំងការចរាចរណ៍ឈើដ៏ធំជាងគេនៅកម្ពុជាទេករណីនេះនៅមិនទាន់គិតមន្ត្រីដែលស្និទ្ធនឹងលោកនាយរដ្ឋមន្ត្រីហ៊ុនសែនផ្សេងទៀតនៅឡើយផងប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាលោកអ៊ុយលេងថ្លែងថាបើទោះជាអ្នកទាំងនោះរកឃើញមានបានប្រព្រឹត្តបទល្មើសក៏ដោយក៏គេអាចរស់នៅក្រៅសំណាញ់ច្បាប់ដោយសប្បាយដែរមូលហេតុដោយសារតែអ្នកទាំងនោះគឺក្រៅពីរកចំណូលសម្រាប់ខ្លួនហើយគឺជាអ្នកដែលរកចំណូលសម្រាប់បកកាន់អំណាចដ៏ចំណានថែមទៀតផងក្រុមអ្នកអភិរក្សព្រៃឈើនៅកម្ពុជារកឃើញថាប្រភេទឈើប្រណិតនិងឈើកម្ររបស់កម្ពុជាភាគច្រើនត្រូវបានឈ្មួញចិននិងវៀតណាមជាអ្នកស្ថិតនៅក្រៅជុំវិញការនាំឈើពីប្រទេសកម្ពុជាអានហូតការតការចាប់ខ្លួនជនជាតិម៉ុងតាញ៉ាមួយគ្រួសារតាមការចុះផ្សាយរបស់គេហទំព័រភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថាសមាគមសិទ្ធិមនុស្សអាត6បានថ្កោលទោសការចាប់ខ្លួនជនភៀសខ្លួនម៉ុងតាញ៉ាមួយគ្រួសារកាលពីថ្ងៃអាទិត្យហើយអំពាវនាវឲ្យបង្ហាញកន្លែងឃុំខ្លួនពួកគេនៅបញ្ឈប់ការធ្វើទុកបុកម្នេញដែលជាការរំលោភបំពានទៅលើសិទ្ធិជនភៀសខ្លួនម៉ុងតាញ៉ាក្រុមទី3មានគ្នា9នាក់បានឆ្លងដែនចូលមកស្រុកអូយ៉ាដែរកាលពីថ្ងៃសៅរ៍ក្នុងចំណោមពួកគេមានមួយគ្រួសារមានគ្នា5នាក់ដែលរួមមានឪពុកម្ដាយកូនប្រុសអាយុ12ឆ្នាំកូនស្រីអាយុ10ឆ្នាំនិងកូនប្អូនស្រីអាយុ9ខែកម្លាំងសមត្ថកិច្ចកម្ពុជាចំនួន15នាក់ត្រូវបានគេឃើញចុះទៅចាប់ខ្លួនជនជាតិម៉ុងតាញ៉ាក្រុមទី3នោះកាលពីរសៀលថ្ងៃអាទិត្យប៉ុន្តែមនុស្ស4នាក់បានរត់រួចដោយចាប់បានតែគ្រួសារមួយដឹកតាមរថយន្តចេញទៅបាត់គេហទំព័ររដាយនេះបានលើកឡើងឲ្យដឹងតាមរយៈសមាគមអាត6បានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញដែលចាត់ទុកការចាប់ខ្លួនម៉ុងតាញ៉ានោះថាជាការរំលោភសិទ្ធិមនុស្សសមាគមនេះបានសរសេរថាជនភៀសខ្លួនទាំង5នាក់ត្រូវបានចាប់បញ្ជូនទៅតាមផ្លូវលំស្ងាត់មួយមិនដឹងដឹកយកទៅទីណាមកទល់ពេលនេះពុំមានប្រភពព័ត៌មានណាមួយបង្ហាញពីជោគវាសនារបស់ពួកគេមួយគ្រួសារនោះទេដោយសំអាងថាកម្ពុជាជារដ្ឋភាគីក្នុងពិធីសារស្ដីពីសិទ្ធិជនភៀសខ្លួននោះសេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថារដ្ឋាភិបាលកម្ពុជាត្រូវតែគោរពគឺរាល់ព័ត៌មាននិងស្ថានភាពជនភៀសខ្លួនត្រូវរាយការណ៍ទៅតំណាងអង្គការសហប្រជាជាតិមិនអាចចាប់បញ្ជូនដោយបំបិទព័ត៌មានដូចនេះទេលើពីនេះរដ្ឋាភិបាលត្រូវអនុញ្ញាតឲ្យតំណាងអង្គការសហប្រជាជាតិនៅកម្ពុជាផ្ដល់ស្បៀងអាហារថ្នាំពេទ្យនិងសម្ភារៈផ្សេងៗសម្រាប់មូលហេតុនៃការរស់នៅដល់ជនភៀសខ្លួនទាំងនោះបើមិនដូច្នេះទេវាជាការរំលោភសិទ្ធិរស់រានមានជីវិតរបស់មនុស្សយ៉ាងធ្ងន់ធ្ងរមានជនភៀសខ្លួនម៉ុងតាញ៉ាសរុបចំនួន45នាក់ហើយបានឆ្លងដែនចូលមកកម្ពុជាចាប់តាំងពីចុងខែវិច្ឆិកាកន្លងមកនាពេលបច្ចុប្បន្នមានម៉ុងតាញ៉ា27នាក់កំពុងលាក់ខ្លួនរងចាំការជួយអន្តរាគមន៍ពីអង្គការសហប្រជាជាតិក្រុមទី3មានគ្នា5នាក់បានមកដល់កាលពីដើមខែមករានិងក្រុមទី4មានគ្នា18នាក់បានឆ្លងដែនមកដល់កាលពីថ្ងៃពុធក្រៅពីនោះ16នាក់កំពុងត្រូវបានពិនិត្យលើលក្ខខណ្ឌសុំសិទ្ធិច្រកកោតដោយក្រសួងមហាផ្ទៃសហគមន៍បានអះអាងថាមានកេងសម្ងាត់ជាច្រើនត្រូវបានគេបង្កើតឡើងដើម្បីតាមដានអ្នកជួយមើលថែនិងស្រាវជ្រាវរកឃើញម៉ុងតាញ៉ាម្នាក់គេឲ្យប្រាក់50,000រៀលលោកស្រី Vivian Tan មន្ត្រីទទួលបន្ទុកព័ត៌មានរបស់ UNHCR បានថ្លែងតាមសារអេឡិចត្រូនិកកាលពីម្សិលមិញថា UNHCR បាននឹងកំពុងស្វាស្វែងរកព័ត៌មានពីការចាប់ខ្លួននោះហើយថារដ្ឋាភិបាលកម្ពុជាគឺមានកាតព្វកិច្ចក្នុងការធានាឲ្យមានការផ្តល់ឱកាសដល់បុគ្គលគ្រប់រូបដើម្បីស្វាស្វែងសុំសិទ្ធិច្រកកោតលោកស្រីបញ្ជាក់ថាដូច្នេះបើគេស្វាស្វែងរកសិទ្ធិច្រកកោតពួកគេត្រូវតែឲ្យដាក់ពាក្យសុំសិទ្ធិច្រកកោតនៅនាយកដ្ឋានជនភៀសខ្លួនអញ្ញាធរថៃពង្រឹងសន្តិសុខបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅបាងកកបើយោងតាមគេហទំព័រ RFE បានចុះផ្សាយថានាយករដ្ឋមន្ត្រីថៃទើបបានចេញបទបញ្ជាឲ្យចាត់វិធានការពង្រឹងសន្តិសុខឲ្យបាននៅគ្រប់ទីជាពិសេសនៅតាមទីកន្លែងសាធារណៈនានាក្នុងទីក្រុងបាងកកបន្ទាប់ពីមានការផ្ទុះគ្រាប់បែកឆ្នៃពីគ្រាប់កាលពីយប់ម្សិលមិញឧបទ្ទវហេតុនេះបានរំលឹកឲ្យគេនឹកឃើញទៅដល់ស្ថានភាពវឹកវរនានានៅមុនពេលមានរដ្ឋប្រហារយោធាកាលពីខែឧសភាឆ្នាំ2014គេហទំព័ររដាយនេះបានបន្ថែមឲ្យដឹងទៀតថា
នៅយប់ថ្ងៃអាទិត្យក្របបែកឆ្នៃពីក្របដែលមានកម្លាំងខ្សោយបានផ្ទុះនៅជិតមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅទីក្រុងបាងកកជាហេតុបណ្ដាលឲ្យអ្នកដំណើរ2នាក់ត្រូវរងរបួសស្រាលក្របបែកឆ្នៃទាំងពីរក្របនេះត្រូវបានគេលាក់នៅពីខាងក្រោយប្រដាប់កាយកម្លាំងអគ្គិសនីឬ Transformator នេះបើតាមការអះអាងរបស់ប៉ូលីសថៃប្រាប់ដល់ទីភ្នាក់ងារព័ត៌មានបារាំង AFP ក្នុងពេលនេះអាជ្ញាធរថៃនៅតែមិនទាន់ស្រែកចោទប្រកាន់ទៅលើភាគីខាងណាមួយនៅឡើយទេក៏ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងបញ្ជាក់ថាការផ្ទុះគ្រាប់បែកយប់មិញគឺមានគោលដៅគ្រាន់តែបង្កនៅភាពវឹកវរនៅក្នុងប្រទេសតែប៉ុណ្ណោះម្យ៉ាងទៀតអាជ្ញាធរថៃក៏បានភ្ជាប់ហេតុការណ៍ម្សិលមិញទៅនឹងស្ថានភាពតានតឹងនៅខាងផ្នែកនយោបាយនាពេលបច្ចុប្បន្ននេះទេក៏ប៉ុន្តែនៅខណៈនេះរបបសឹកកំពុងតែប្រឈមមុខនឹងការទីទានរិះគន់ដែលកាន់តែមានច្រើនឡើងនៅក្នុងប្រទេសជាពិសេសការមានះរបស់អាជ្ញាធរថៃក្នុងការបន្តទុកច្បាប់អាជ្ញាសឹកក្រោយពីរដ្ឋប្រហារយោធាកាលពីខែឧសភាកន្លងមកច្បាប់អាជ្ញាសឹកដែលហាម5រាល់ការកេណ្ឌប្រជុំគ្នាទាំងខាងផ្នែកនយោបាយនិងទាំងការទីទានប្រឆាំងរដ្ឋប្រហារលើពីនេះរបបសឹកបានវាយបង្ក្រាបជាប់មិនឲ្យមានការងើបប្រឆាំងណាមួយនៅក្នុងប្រទេសឡើយបើទោះបីជាមានទ្រង់ទ្រាយបែបណាក្តីដែលឡែកយោងតាមរបាយការណ៍ដ៏សំខាន់របស់ក្រមមេធាវីថៃបម្រើការនៅក្នុងអង្គការក្រៅរដ្ឋាភិបាលដែលជីមផ្សាយនៅថ្ងៃច័ន្ទនេះបានឲ្យដឹងថាចាប់តាំងពីរបបសឹកក្តាប់អំណាចនៅក្នុងប្រទេសមកមានជនយ៉ាងតិច666នាក់ត្រូវបានពួកយោធាកោះហៅសួរចម្លើយចំណែកជនចំនួន134នាក់ទៀតត្រូវបានចាប់ខ្លួននៅពេលធ្វើបាតកម្មដោយសន្តិភាពរីឯជនយ៉ាងតិច362នាក់ផ្សេងទៀតត្រូវបានអាជ្ញាធរថៃចាប់ខ្លួនដោយមូលហេតុនយោបាយក្រៅពីនេះជនយ៉ាងតិច36នាក់ត្រូវជាប់បណ្ដឹងរបស់តុលាការពីបទឧក្រិដ្ឋកម្មប្រមាថព្រះជាស្តារាជវង្សថៃនិងដែលអាចជាប់ពន្ធនាគាររហូតដល់15ឆ្នាំលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់នាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរស់ម៉ារីយ៉ាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលា